តោះបងប្អូនអ្នកសិក្សាភាសាអង់គ្លេសថ្ងៃនេះអាត្មាភាពមាន clear នៅក្នុងការសន្ទនាជាភាសាអង់គ្លេសនឹងចំនួន20 clear ហើយ clear នៅក្នុងភាសាអង់គ្លេសថ្ងៃនេះគឺតាក់ទងជាមួយនឹងទម្លាប់ប្រចាំថ្ងៃផ្សេងៗនៅក្នុងការរស់នៅរបស់យើងណាអញ្ចឹងតោះយើងកុំឲ្យរងចាំយូរយើងចូលទៅសិក្សាទាំងអស់គ្នាអញ្ចឹងទី1 What is your daily habit What is your daily habit តើទម្លាប់ប្រចាំថ្ងៃរបស់អ្នកជាអ្វី What is your daily habit តើទម្លាប់ប្រចាំថ្ងៃរបស់អ្នកជាអ្វីទី2 clear ទី2យើងអាចឆ្លើយ I wake up early every day I wake up early every day ម្ដងទៀត I wake up early every day អញ្ចឹងគឺចម្លើយគឺខ្ញុំភ្ញាក់ពីព្រឹករៀងរាល់ព្រឹកអញ្ចឹងទម្លាប់របស់គាត់គឺភ្ញាក់ពីព្រឹករៀងរាល់ព្រឹកតោះយើងតទៀតចឹង clear បន្ត Do you have any bad habits Do you have any bad habits ម្ដងទៀត Do you have any bad habits តើអ្នកមានទម្លាប់អាក្រក់ឬទេ clear បន្ទាប់ Yes I buy my nails Yes I buy my nails ម្ដងទៀត Yes I buy my nails my nails មានខ្ញុំភាគច្រើនទម្លាប់អាក្រក់របស់ខ្ញុំគឺខំកញ្ចក់ណាអាហ្នឹងជាទម្លាប់អាក្រក់អូខេយើងទៅសិក្សា clear បន្តទៀតណា clear បន្តទៀត Reading is a good habit Reading is a good habit ការអានគឺជាទម្លាប់ដ៏ល្អម្ដងទៀត Reading is good habit ការអានគឺជាទម្លាប់ដ៏ល្អ clear បន្តទៀត I agree with you I agree with you I agree with you ខ្ញុំយល់ស្របជាមួយអ្នកម្ដងទៀត I agree with you ខ្ញុំយល់ស្របជាមួយអ្នកតោះឥឡូវ clear បន្តទៀតនេះ clear បន្តទៀតHow did you form that habit How did you form that habit ម្ដងទៀត How did you form that habit តើអ្នកបង្កើតទម្លាប់នោះដូចម្ដេចតើអ្នកបង្កើតទម្លាប់នោះដូចម្ដេច clear បន្តទៀត I practiced it every day I practiced it every day I practiced it every day ខ្ញុំអនុវត្តវារៀងរាល់ថ្ងៃអញ្ចឹងដើម្បីបង្កើតទម្លាប់ល្អគឺត្រូវអនុវត្តជារៀងរាល់ថ្ងៃអញ្ចឹងណាតោះ clear បន្តទៀត Is drinking water in the morning your habit Is drinking water in the morning your habit Is drinking water in the morning your habit Okay តើការផឹកទឹកពេលព្រឹកជាទម្លាប់របស់អ្នកឬម្ដងទៀត Is drinking water in the morning your habit តើការផឹកទឹកពេលព្រឹកជាទម្លាប់របស់អ្នកឬយើងអាចឆ្លើយ Yes it is Yes it is ចឹងបាទចាស់ឬវាជាទម្លាប់របស់ខ្ញុំអីចឹងទៅណាអូខេ clear បន្តទៀតណា clear បន្តទៀត Exercise is a healthy habit Exercise is a healthy habit Exercise is a healthy habit ការហាត់ប្រាណជាទម្លាប់ដ៏ល្អសម្រាប់សុខភាពតោះ clear បន្តទៀតEveryone should do it Everyone should do it Everyone should do it Okay មនុស្សគ្រប់គ្នាគួរធ្វើវាអញ្ចឹងការហាត់ប្រាណគឺជាទម្លាប់ដ៏ល្អហើយមនុស្សគ្រប់គ្នាហ្នឹងក៏គួរតែធ្វើវាជាប្រចាំដែរ Okay clear បន្តទៀត He has a habit of being late He has a habit
of being late he has a habit of being late គាត់មានទម្លាប់មកយឺតគាត់មានទម្លាប់មកយឺត clear បន្តទៀត that's not a good habit that's not a good habit that's not a good habit ការមកយឺតនឹងគេថាម៉េចនោះគឺមិនមែនជាទម្លាប់ល្អទេអញ្ចឹងនៅពេលដែលយើងទម្លាប់មកយឺតទម្លាប់នឹងវាមិនមែនជាទម្លាប់ល្អទេតោះបន្តទៅ clear បន្តទៀត clear បន្ទាប់របស់យើង what habit do you want to change what habit do you want to change ម្ដងទៀត what habit do you want to change តើអ្នកចង់ផ្លាស់ប្ដូរទម្លាប់អ្វីរបស់អ្នក again what habit do you want to change តើអ្នកចង់ផ្លាស់ប្ដូរទម្លាប់អ្វីរបស់អ្នកទម្លាប់ដែលល្អអានឹងយើងຕົកទៅមិនបើទម្លាប់អាក្រក់អានឹងយើងត្រូវផ្លាស់ប្ដូរអីចឹងទៅណា clear បន្តទៀតណា I want to stop using my phone too much I want to stop using my phone too much ម្ដងទៀត I want to stop using my phone too much ខ្ញុំចង់ឈប់ប្រើទូរស័ព្ទច្រើនពេកអញ្ចឹងបានន័យថាគាត់ទម្លាប់ប្រើទូរស័ព្ទច្រើនពេកទៅគាត់ចង់ឈប់ជាយើងអាចប្រើ clear នេះបានណា I want to stop using my phone too much អញ្ចឹងគឺការកែប្រែទៅលើការប្រើប្រាស់ smartphone ទូរស័ព្ទឲ្យច្រើនពេកអានឹងអត់ល្អដល់ការសិក្សាផ្សេងៗខួរក្បាលរបស់យើងអីទេចា៎អញ្ចឹងយើងទៅ clear បន្តទៀតណាអញ្ចឹង clear បន្តទៀតរបស់យើង do you have a study habit do you have a study habit ម្ដងទៀត do you have a study habit តើអ្នកមានទម្លាប់រៀនឬទេតើអ្នកមានទម្លាប់សិក្សារៀនសូត្រដែរឬទេអញ្ចឹងទម្លាប់ហ្នឹងបើយើងអត់មានទេគួរតែបង្កើតវាឲ្យមានអញ្ចឹងណាតោះ clear របស់យើងបន្តទៀតអញ្ចឹងបើនៅក្នុងហ្នឹងយើងទម្លាប់មានទេយើងឆ្លើយមក yes I study at night yes I study at night night លេងទៅចង់ផង yes I study at night មានចឹងមិនតែគាត់មានទម្លាប់ប៉ុន្តែទម្លាប់របស់គាត់គឺរៀននៅពេលយប់មានខ្ញុំរៀនពេលយប់តោះអញ្ចឹងទៅ clear របស់យើងបន្តទៀត clear បន្តទៀតរបស់យើង she has a habit of smiling she has a habit of smiling នាងមានទម្លាប់ញញឹមមនុស្សចូលចិត្តញញឹមណា she has a habit of smiling នាងមានទម្លាប់ញញឹមតោះ clear របស់យើងបន្តទៀត that makes people happy that makes people happy អញ្ចឹងគឺវាធ្វើឲ្យមនុស្សហ្នឹងរីករាយកាលណាយើងញញឹមច្រើនធ្វើឲ្យយើងខ្លួនយើងហ្នឹងក៏រីករាយអ្នកដទៃហ្នឹងក៏រីករាយជាមួយយើងដែរ